មកស្គាល់អត្តសញ្ញាណជនរងគ្រោះដែលគេយកមកបោះចោលក្នុងទឹកទន្លេសិប្បនិមិត្តឬយើងហៅថាបឹងតាវ៉ាន់ដែលស្ថិតនៅទីរួមខេត្តត្បូងឃ្មុំកាលពីព្រឹកមិញនេះប្រជាពលរដ្ឋបានប្រទះឃើញសាកសពភេទប្រុសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណសង្ស័យថាជាករណីឃាតកម្មរួចយកសពមកបោះចោលក្នុងទឹកទន្លេតែម្ដងយ៉ាងណាមិញបន្ទាប់ពីប្រទះឃើញសាកសពដូច្នោះហើយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានធ្វើកោសល្យវិច័យទៅលើសាកសពភេទប្រុសនោះមានឃើញស្លាកស្នាមក្បាលគឺកាប់ជាច្រើនកំបិតផងដែរប្រហែល7កំបិតទាំងថ្ងាសផងទាំងខាងក្រោយនិងចំហៀងអីផងគ្រប់សពបែបយ៉ាងចឹងទៅបងប្អូនប្រិយមិត្តហើយចំណែកកគឺត្រូវបានបាក់ផងដែរបន្ទាប់ពីកោសល្យវិច័យទៅហើយចំណែកក្នុងខោក៏មានដាក់ដុំថ្មមួយដុំផងដែរប្រហែលប៉ុនកំភួនជើងសង្ស័យថាដាក់ដុំថ្មទៅដើម្បីបោះសពចូលក្នុងទឹកទន្លេទៅឲ្យវាលិចអញ្ចឹងទៅបងប្អូនប៉ុន្តែសពពេលហើមធំសំពីងសំពងហើមស្អុយទៅគឺអណ្ដែតបង្កមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងសមត្ថកិច្ចនេះឥឡូវមកដល់ពេលរសៀលបានស្គាល់អត្តសញ្ញាណក៏ដូចជាគ្រួសារជនរងគ្រោះហើយជនរងគ្រោះមុនកើតហេតុគឺគាត់ទៅបេះស្វាយចន្ទីក៏ដូចជាទៅចំការស្វាយចន្ទីនៅឯខេត្តក្រចេះនោះហើយគ្រួសារក៏បានបាត់សាច់ញាតិដែលឈ្មោះទៅមឹងរយៈពេល3ថ្ងៃផងដែរទើបតែប្រទះឃើញនៅលើបណ្ដាញសង្គម Facebook ក៏ដូចជាការផ្សព្វផ្សាយនឹងទេទើបគ្រួសារបានដឹងនៅរសៀលនេះគឺគាត់ឈ្មោះតើមអាយុប្រហែល20ជាងទៅ30ឆ្នាំរស់នៅភូមិអង្គរក្នុងឃុំដូនតីស្រុកពញាក្រែកខេត្តត្បូងឃ្មុំចំណែកសាកសពត្រូវបានគ្រួសារសាច់ញាតិទៅទទួលក៏ដូចជាយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរបងប្អូនប្រិយមិត្តហើយចំណែកចំណាត់ការសមត្ថកិច្ចស្រាវជ្រាវអំពីករណីនេះថាជាករណីអ្វីពិតប្រាកដនោះករណីឃាតកម្មឬក៏ករណីចម្រិតណាមួយក៏យើងមិនទាន់ដឹងដែរទុកឲ្យមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំស្រាវជ្រាវនិងអនុវត្តនីតិវិធីដើម្បីវែកមុខរោគជនបង្កដូចជាជនសង្ស័យបន្ថែមទៀតបងប្អូនបាទអរគុណណាស់បងប្អូនប្រិយមិត្តសម្រាប់ការតាមដានទស្សនាការផ្សាយរបស់អង្គភាព NSP News ពីខ្ញុំបាទភិនិតសូមអរគុណ